វិតាល់សហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមរៀបចំយុទ្ធនាការបរិច្ចាគឈាមស្ម័គ្រចិត្តនៅខេត្តបាត់ដំបងពិធីនេះធ្វើឡើងក្រោមប្រធានបទបរិច្ចាគឈាមសង្គ្រោះជីវិតដែលបានប្រព្រឹត្តទៅនៅសាកលវិទ្យាល័យជាតិបាត់ដំបងខេត្តបាត់ដំបងនាពេលថ្មីនេះក្រោមវត្តមានចូលរួមពីសំណាក់ឯកឧត្តមផេងសិទ្ធីអភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបងលោកជុងហៀងថាវសិទ្ធប្រធានទីផ្សារអភិវឌ្ឍផលិតផលក្រុមហ៊ុន One Fred ធនិធីវីតាល់លោកវិជ្ជបណ្ឌិតសុកពោប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមតំណាងសាកលវិទ្យាល័យជាតិបាត់ដំបងថ្នាក់ដឹកនាំមន្ត្រីរាជការដៃគូអាជីវកម្មរបស់វីតាល់និងសិស្សនិស្សិតរាប់រយនាក់លោកជុងហៀងថាវសិទ្ធក្នុងនាមវីតាល់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋបាលខេត្តនិងសាកលវិទ្យាល័យជាតិបាត់ដំបងដែលបានផ្ដល់ការអនុញ្ញាតនិងសហការរៀបចំបង្កលក្ខណៈយ៉ាងប្រសើរសម្រាប់ពិធីនេះលោកថានេះជាលើកទី7ក្នុងឆ្នាំ2025ដែលវីតាល់បានចូលរួមជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមក្នុងយុទ្ធនាការបរិច្ចាគឈាមកន្លងមកនៅតាមបណ្ដាខេត្តក្រុងទទួលបានអំណោយឈាមពីសប្បុរសជនប្រមាណជាង 5,000 នាក់បន្ថែមពីនេះវីតាល់បានចូលរួមផ្សព្វផ្សាយនិងបំផុសគំនិតបរិច្ចាគឈាមដោយស្ម័គ្រចិត្តចេញពីប្រជាពលរដ្ឋសាធារណជននិងសិស្សានុសិស្សដើម្បីបំពេញស្តុកឈាមសុវត្ថិភាពជួយសង្គ្រោះជនរងគ្រោះប្រកបដោយក្តីសង្ឃឹមដែលគម្រោងនេះគឺភ្ជាប់ទៅនឹងសកម្មភាពជាប្រចាំរបស់វីតាល់និងមូលនិធិ25រៀលដែលជានិច្ចកាលចូលរួមឧបត្ថម្ភគាំទ្រដល់កិច្ចការងារបរិច្ចាគឈាមឯកឧត្តមផេងសិទ្ធីអភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថាការចូលរួមផ្ទាល់ពីវិស័យឯកជននិងសប្បុរសជននានាគឺពិតជាពុំអាចខ្វះបានដើម្បីជំរុញឲ្យវិស័យសុខាភិបាលជាពិសេសចលនាបរិច្ចាគឈាមបន្តកាត់ឡើងជាបន្តបន្ទាប់ទាំងថ្នាក់ជាតិនិងសម្រាប់ខេត្តបាត់ដំបងផ្ទាល់ក្នុងន័យនេះឯកឧត្តមក៏សូមចូលរួមអំពាវនាវដល់សប្បុរសជនពីគ្រប់ស្ថាប័នរដ្ឋនិងឯកជនបន្តចូលរួមសកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្តដោយមិនមែនសម្រាប់តែក្នុងកម្មវិធីថ្ងៃនេះប៉ុណ្ណោះទេប៉ុន្តែនឹងបន្តបរិច្ចាគឈាមដោយស្ម័គ្រចិត្តជាប្រចាំព្រោះនេះជាកាយវិការមនុស្សធម៌ដ៏មានតម្លៃបំផុតដែលមិនអាចកាត់ថ្លៃបានសម្រាប់សង្គមនិងមនុស្សជាតិរបស់យើងក្នុងឱកាសដ៏វិសេសវិសាលនេះដែរឯកឧត្តមអភិបាលរងខេត្តបានគោរពការសម្ដែងនៅការដឹងគុណចំពោះវីរៈកងទ័ពកម្ពុជាដែលឈរជើងយ៉ាងអង់អាចក្លាហាននៅគ្រប់ទិសសមរភូមិជួរមុខការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីនិងសូមធ្វើការដឹងគុណនិងអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនរាជរដ្ឋាភិបាលដែលបាននឹងកំពុងខិតខំប្រឹងប្រែងខ្នះខ្នែងអត់ធ្មត់ខ្ពស់ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយអនុវត្តនៅយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀមតាមរយៈការគោរពច្បាប់អន្តរជាតិនិងមធ្យោបាយការទូតដើម្បីបញ្ជាសង្គ្រាមការពារសន្តិភាពនិងការពារបូរណភាពទឹកដីសូមជម្រាបថាយុទ្ធនាការផ្ដល់ឈាមថ្ងៃនេះអាចកើតឡើងមានបានក៏ដោយសារការគាំទ្រពីសំណាក់អតិថិជននិងអ្នកប្រើប្រាស់របស់វីតាល់ផ្ទាល់ដែលជានិច្ចកាលវីតាល់បានបន្តរក្សាបេសកកម្មក្នុងការកាត់ប្រាក់ចំណេញ25រៀលពីវីតាល់មួយដបមកប្រើប្រាស់ជាមូលធនសម្រាប់ការងារសង្គមវីតាល់នឹងបន្តរក្សានៅមូលដ្ឋាននៃការរៀបចំនិងឧបត្ថម្ភគាំទ្រដល់គ្រប់រូបភាពនៃសកម្មភាពនិងយុទ្ធនាការនៃការបរិច្ចាគអំណោយឈាមពីគ្រប់ស្ថាប័នដើម្បីចូលរួមចំណែកក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺដែលត្រូវការឈាមនៅតាមស្ថាប័នសុខាភិបាលនានា